ប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកទម្លាក់អត្រាការប្រាក់តើតម្លៃហាងឆេញមាសអាចនឹងមានការងើបឡើងទៅរកកម្រិត$5,000ក្នុងមួយអោនវិញដែរឬទេសូមស្វាគមន៍មកការវិភាគតម្លៃហាងឆេញមាសប្រចាំថ្ងៃពុធទី29ខែតុលាឆ្នាំ2025នៅក្នុងថ្ងៃនេះយើងឃើញថាមានព័ត៌មានសំខាន់មួយពាក់ព័ន្ធជាមួយនឹងការសម្រេចចិត្តទៅលើអត្រាការប្រាក់របស់ធនាគារកណ្ដាលសហរដ្ឋអាមេរិកហើយព័ត៌មាននេះគេរំពឹងថានឹងមានការទម្លាក់អត្រាការប្រាក់0.25%នៅវេលាម៉ោង1:00នាទីយប់នេះហើយសម្រាប់ការរំពឹងមានរហូតដល់98%សួរថាតើបើសិនជាមានការទម្លាក់អត្រាការប្រាក់តម្លៃហាងឆេញមាសអាចនឹងមានការងើបឡើងទៅវិញដែរឬទេបាទពិតប្រាកដណាស់ការទម្លាក់អត្រាការប្រាក់គឺនឹងធ្វើឲ្យលុយដុល្លារមានការធ្លាក់ចុះខ្លាំងហើយវិនិយោគិននឹងងាកទៅរកទ្រព្យសម្បត្តិភាពផ្សេងៗដូចជា stock ភាគហ៊ុនឬក៏តម្លៃហាងឆេញមាសបាទអញ្ចឹងតម្លៃហាងឆេញមាសអាចនឹងមានការងើបឡើងទៅវិញខ្លាំងប្រសិនបើធនាគារកណ្ដាលសហរដ្ឋអាមេរិកមានការទម្លាក់អត្រាការប្រាក់យើងចូលទៅមើលកត្តាបច្ចេកទេសទាំងអស់គ្នាថាតើមាសនៅក្នុងថ្ងៃនេះនឹងមានបម្រែបម្រួលបែបណាបើសិនជាមានការងើបឡើងតើអាចនឹងងើបឡើងទៅដល់កម្រិតណាវិញជើងកុំឲ្យខាតពេលយូរយើងទៅមើលកត្តាបច្ចេកទេសទាំងអស់គ្នាបាទយើងសម្រាប់តម្លៃហាងឆេញមាសនៅក្នុងថ្ងៃនេះគឺខ្ញុំបានបែងចែកកម្រិតទាបចំនួន3ដែលយើងអាចធ្វើការត្រៀមទិញហើយនៅកម្រិតខ្ពស់ក៏មានចំនួន3ដូចគ្នាដែលយើងអាចធ្វើការត្រៀមលក់ចោះសម្រាប់កម្រិតទាបទី1នោះគឺនៅកម្រិត$3,885ក្នុងមួយអោនឬក៏$4,680ក្នុងមួយតម្លឹងកម្រិតទាបទី2នៅកម្រិត$3,819ក្នុងមួយអោនឬក៏ប្រមាណ$4,601ក្នុងមួយតម្លឹងហើយនៅកម្រិតទាបទី3គឺនៅកម្រិត$3,752ក្នុងមួយអោនឬក៏$4,520ក្នុងមួយតម្លឹងនេះគឺជាកម្រិតដែលយើងអាចធ្វើការត្រៀមទិញទាំង3កម្រិតសម្រាប់កម្រិតខ្ពស់វិញក៏មាន3កម្រិតដូចគ្នាដែលកម្រិតខ្ពស់ទី1នៅកម្រិត$4,020ក្នុងមួយអោនឬក៏$4,843ក្នុងមួយតម្លឹងកម្រិតខ្ពស់ទី2នៅកម្រិត$4,085ក្នុងមួយអោនឬក៏ប្រមាណជា$4,921ក្នុងមួយតម្លឹងហើយកម្រិតខ្ពស់ចុងក្រោយនោះគឺនៅកម្រិត$4,151ក្នុងមួយអោនឬក៏ប្រមាណជា$5,001ក្នុងមួយតម្លឹងបាទអញ្ចឹងសម្រាប់តម្លៃហាងឆេញមាសនៅក្នុងថ្ងៃនេះបើយើងមើលតាមព័ត៌មានបើសិនជាមានការទម្លាក់អត្រាការប្រាក់ពិតមែនវាអាចនឹងឡើងទៅរកកម្រិតខ្ពស់ទី3បាទនៅកម្រិត$4,151ក្នុងមួយអោនឬក៏$5,001ក្នុងមួយតម្លឹងអាចមកក្បាល$5,000វិញឬក៏អាចនឹងឡើងទៅផុតតម្លៃនេះប៉ុន្តែបើសិនជាបុកអត់ដាច់ទេបើសិនជាអត់មានការទម្លាក់អត្រាការប្រាក់ទេតម្លៃមាសអាចនឹងមានការធ្លាក់ចុះទៅក្រោមខ្លាំងវិញបាទអាចនឹងទៅកម្រិត$3,819ឬក៏អាចទៅកម្រិតដល់$3,752ក្នុងមួយអោនវិញនឹងគឺពាក់ព័ន្ធមួយព័ត៌មានហើយយើងមកមើលការទិញលក់នៅក្នុងថ្ងៃនេះទាំងអស់គ្នាសម្រាប់មាសនៅក្នុងព្រឹកនេះខ្ញុំមើលឃើញទិសដៅវាអាចនឹងមានការងើបឡើងទៅលើតពីម្សិលមិញណាពីយប់មិញចឹងអាចនឹងទៅកម្រិត$4,020ក្នុងមួយអោនដែលជាកម្រិតខ្ពស់របស់វាយើងឃើញជាមានកម្រិតខ្ពស់ថងនៅមួយហើយក៏មានកម្រិតទាបថងនេះមួយដែលបង្ហាញពីកម្រិតខ្ពស់នាពេលបច្ចុប្បន្នអញ្ចឹងវានឹងមានទិសដៅទៅតំបន់ខាងលើនេះនៅព្រឹកនេះបាទបងប្អូនចាំមើលបើសិនជាឡើងមកដល់លើនឹងហើយបុកអត់ដាច់ទេអាចពិចារណាលក់ចុះមកខាងក្រោមវិញបានបាទអាចពិចារណាលក់ចុះមកខាងក្រោមវិញបានតែបើសិនជាបុកដាច់យើងរងចាំមើលអាចមានពីរតំបន់ទៀតដែលយើងអាចធ្វើការធៀបលក់ឆោះមកវិញបាទអាចនៅក្នុងតំបន់ខាងលើនេះឬក៏តំបន់ខាងលើនេះបាទប៉ុន្តែគាត់ថាខ្ញុំមើលទៅប្រហែលជាអត់តន់ទៅដល់$4,151នេះទេបើកម្រិតខ្ពស់ទី1ឬក៏កម្រិតខ្ពស់ទី2នេះខ្ញុំគិតថាប្រហែលអាចទៅដល់អញ្ចឹងយើងអាចត្រៀមចាំលក់ពីតំបន់ហ្នឹងមកបាទហើយក្នុងករណីបើសិនជាបុកអត់ដាច់ហើយធ្លាក់ចុះមកខាងក្រោមវិញកម្រិតដែលយើងអាចធ្វើការត្រៀមទិញគឺកម្រិតទាបកាលពីម្សិលមិញនេះឯងបាទនៅ$3,885ក្នុងមួយអោនហើយកម្រិតទាបមួយទៀតនៅ$3,819ក្នុងមួយអោនបាទជាកម្រិតដែលយើងអាចធ្វើការត្រៀមទិញឡើងមកវិញខ្ញុំបញ្ជាក់បន្តិចបងប្អូនសម្រាប់បងប្អូនដែលទិញមាសគីឡូអាចពិចារណាទិញឡើងមកវិញបានហើយប៉ុន្តែខ្ញុំបញ្ជាក់ដែរបងប្អូនដែលកក់ហាងឆេងកំណត់ថ្ងៃខ្ញុំអត់ recommend ទេបាទព្រោះដោយសារកំណត់ថ្ងៃបានរយៈពេលខ្លីហើយបច្ចុប្បន្ននេះបើសិនជាឱកាសវិញឱកាសបងប្អូនក្នុងការកក់ហាងឆេងបាទបើគណនីកក់ហាងឆេងមាសព្រោះដោយសារយើងកក់តាមប្រព័ន្ធឧបករណ៍និស្សិននេះប្រព័ន្ធធនាគារនេះគឺអត់កំណត់រយៈពេលទេចង់ទុកដល់ពេលណាទុកទៅបាទសំខាន់យើងកក់ហើយយើងមានលុយសម្រាប់ទូទាត់សម្រាប់ទុកនៅក្នុងនឹងបាទអ
ចឹងយើងចង់ទុក3ខែ6ខែឬក៏1ឆ្នាំអីក៏បានដែរហើយកម្រិតថ្លៃក៏ទាបដែរបាទកម្រិតថ្លៃទាបមែនតើ1គីឡូអីហ្នឹងប្រហែលជាខ្ទង់$20ទេ1គីឡូនិយាយពីកម្រិតថ្លៃណាហើយតម្លៃហាងឆេងគឺតម្លៃអន្តរជាតិតែម្ដងពេលដែលយើងទិញគេបូកហើយខ្ទង់$20ច្រើនបំផុត$20ក្នុង1គីឡូតែពេលយើងលក់ចេញទៅវិញគឺបានតម្លៃទីផ្សារជាក់ស្ដែងចឹងក៏ហាងឆេងគឺមានឱកាសចំណេញបានច្រើនជាងហើយមានឱកាសចូលច្រើនជាងចឹងមួយថ្ងៃ23ម៉ោងសម្រាប់តែ1ម៉ោងទេចឹងគឺយើងអាចធ្វើការទិញលក់បានគ្រប់ពេលវេលាបាទអញ្ចឹងសម្រាប់បងប្អូនដែលមានចំណាប់អារម្មណ៍ចង់បើកណនីក៏ហាងឆេងអីអាចបាទតាក់ទងមកបានដូចគ្នាខ្ញុំដាក់លេខទូរស័ព្ទនៅក្នុង caption ខាងលើហើយបងប្អូនដែលចង់ជួញដូរខ្ញុំនឹងមានវគ្គបង្រៀនដូចគ្នារៀនពីរបៀបកក់របៀបជួញដូរនឹងឯងបាទអញ្ចឹងថ្ងៃនេះខ្ញុំមានតែប៉ុណ្្នឹងទេព្រឹកនេះនៅបន្តទិញដដែលទិញឡើងទៅលើហើយមានព័ត៌មានអីប្រែប្រួលឬក៏ទៅដល់តម្លៃដែលគិតថាអាចលក់ចុះមកវិញបានបាទខ្ញុំនឹងធ្វើការលក់ចុះមកវិញខ្ញុំនឹងអាប់ដេតក្នុងក្រុមដូចគ្នាបាទចឹងថ្ងៃនេះខ្ញុំមានប៉ុណ្ណឹងយើងរងចាំជួបគ្នានៅល្ងាចនេះក្នុងការ live របស់យើងម្ដងទៀតបាទសូមអរគុណសូមគោរពលាបើកអ្នកនេះទិញលក់ហាងឆេងមាសឥឡូវនេះលោកអ្នកនឹងទទួលបានការបណ្ដុះបណ្ដាលនិងការប្រឹក្សាពីអ្នកជំនាញព្រមទាំងក្លាយជាសមាជិកនៅក្នុង Channel VIP ដែលគិតថ្លៃ